អរគុណបងស្រីបងប្រុសនៅខាងប្រជ័យបាទគាត់ហៅទៅថែមការងារនេះយើងធ្វើតាំងពីខែ7 2025ឥឡូវដល់2026ហើយបាទគាត់ហៅទៅបដូរស្លឹកសាំងសីទៅលើខាងលើចេញហើយនឹងថែមចម្រឹងបាទដូរស្លឹកទៅលើចេញគាត់ដាក់ស្លឹកធម្មតាយើងវិញប្រភេទភ្លីសាំងសីក្បឿងបាទហ្នឹងហើយគាត់ថែមចម្រឹងនៅជាន់ទី1ឥឡូវយើងបានបន្ថែមជួយគាត់រួចរាល់ហើយបាទខាងលើនេះគាត់ដាក់ទ្វាថែមទ្វាមកបន្លោះដើម្បីស្រួលអញ្ចឹងណាបាទជាងត្រូវការជួសជុលខាងលើអីយើងអាចឡើងតាមបន្លោះនេះបានហ្នឹងហើយស្លឹកខាងលើយើងប្រក់ជាស្លឹកធម្មតាជូតគាត់វិញហ្នឹងហើយចំពោះការងារនៅជាន់ទី1នេះគឺបងគាត់ថែមចម្រឹងនៅលើប្រកាន់ដៃអញ្ចឹងណាបាទហើយយើងបានបញ្ចប់ជូនគាត់រួចរាល់ដែរហើយបាទមានទ្វាមួយស្លឹកសម្រាប់ចេញចូលដូចគ្នាហ្នឹងហើយគឺគាត់ដាក់ក្រងពណ៌ខ្មៅហ្នឹងហើយអញ្ចឹងយើងបានបញ្ចប់ជូនគាត់ហើយបាទបើសិនជាពុកម៉ែបងប្អូនដែលមានតម្រូវការបាទមិនថាសយាបចម្រឹងដបូលបាទទ្វាប្រូចពុកម៉ែបងប្អូនអាចសាកសួរតម្លៃបានពុកម៉ែបងប្អូនបាទចំពោះសេវាកម្មបងប្អូនទៅដល់ទីតាំងណាក៏យើងទទួលធ្វើដែរបាទហ្នឹងហើយតែជជែកតម្លៃគ្នាត្រូវអរគុណបាទ